ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីសិស្សានុសិស្សទាំងអស់គ្នាបាទអញ្ចឹងជួបគ្នាវិញនៅវីដេអូថ្មីនិយាយពីមេរៀននេះគឺមេរៀនទី1ចំពោះទី4តកតងទៅនឹងកម្លាំងអគ្គិសនីបាទអញ្ចឹងលំហាត់នេះមិនសូវជាពិបាកអីណាស់ណាទេតែតម្រូវឲ្យយើងចេះប្រើរូបមន្តនេះដែរអញ្ចឹងគេថាមិនលំហាត់គេថាគេដាក់បន្ទុកអគ្គិសនីគុយស្មើ10សេគុណដក6គូឡុំដូចគ្នា3លើកំពូលត្រីកោណសមាំង A B C ដែលមានរង្វាស់ជ្រុង A ស្មើ10ឬ2សង់ទីម៉ែត្រស្ថិតនៅក្នុងសុញ្ញាកាសក៏ឲ្យគណនាកម្លាំងអគ្គិសនីដែលបន្ទុកអគ្គិសនីនីមួយៗហ្នឹងរាល់បាទអញ្ចឹងលំហាត់នេះវាខ្លីទេតែមុននឹងយើងធ្វើការដោះស្រាយតើតើយើងគូសរូបសិនទើបយើងអាចដោះស្រាយបានអញ្ចឹងរូបដែលយើងត្រូវគូសគឺយើងត្រូវគូសបាទត្រីកោណសមាំងហើយអ្វីជាត្រីកោណសមាំងបាទត្រីកោណសមាំងគឺជាត្រីកោណដែលមានជ្រុងទាំង3របស់វាស្មើគ្នាហើយមុំទាំង3របស់វាក៏ស្មើគ្នាដែរបាទហើយគេថាបន្ទុកទាំង3ហ្នឹងគឺមានតម្លៃដូចគ្នាទាំងអស់បាទហើយគេដាក់នៅលើកំពូលរបស់វាទាំង3ដែរបាទអញ្ចឹងយើងមើលយើងដំបូងយើងត្រូវគូសរូបសិនមកនេះគឺជារូបត្រីកោណសមាំងបាទអញ្ចឹងជ្រុងទាំង3គឺស្មើគ្នាទាំងអស់បាទ AB BC ACX ស្មើគ្នាទាំងអស់គឺតម្លៃ10ឬ2សង់ទីម៉ែត្របាទហើយមុំក៏ស្មើគ្នាដែរអញ្ចឹងមុំនៃត្រីកោណសមាំងគឺ60ដឺក្រេដូចគ្នាទាំងអស់ទាំង3ហ្នឹងបាទគេមិនប្រាប់ក៏យើងត្រូវតែដឹងដែរបាទហើយគេឲ្យយើងគណនាកម្លាំងអគ្គិសនីដែលបន្ទុកនីមួយៗរងអញ្ចឹងកម្លាំងអគ្គិសនីវាបាទកើតឡើងនៅពេលដែលបន្ទុកអគ្គិសនីចំនួន2ដែលដាក់នៅក្បែរគ្នាអញ្ចឹងវាប្រកាសជាមានកម្លាំងអគ្គិសនីកើតឡើងអញ្ចឹងនៅក្នុងនេះគឺមានបន្ទុកអគ្គិសនីចំនួន3ដែលបន្ទុកបាទនៅត្រង់នេះយើងតាំងវាជាបន្ទុកគុយត្រង់ C ទៅហើយកន្លែងនេះគុយ B ហើយកន្លែងនេះគឺគុយ A មកហើយគុយ A គុយ C គុយ B ហ្នឹងគឺស្មើគ្នាទាំងអស់អញ្ចឹងមើលគេឲ្យយើងគណនាកម្លាំងអគ្គិសនីតែបន្ទុកនីមួយៗរងមានន័យថាបន្ទុកនៅត្រង់ C នេះបាទវារងកម្លាំងអគ្គិសនីពីបន្ទុក A និងបន្ទុក B ចំណែកបន្ទុក A នេះគឺវារងកម្លាំងអគ្គិសនីពីបន្ទុក C និង B ហើយ B ហ្នឹងគឺវារងកម្លាំងអគ្គិសនីពី A ផងពី C ទៀតអញ្ចឹងមានន័យថាបន្ទុកនីមួយៗគឺវារងកម្លាំងអគ្គិសនីពីបន្ទុក2ផ្សេងទៀតដូចគ្នាអញ្ចឹងតម្លៃរបស់វាគឺយ៉ាងម៉េចដែរគឺដូចគ្នាទាំងអស់មិនថាបន្ទុកនៅត្រង់ C បន្ទុកត្រង់ B បន្ទុកត្រង់ A គឺបាទវារងនៅកម្លាំងអគ្គិសនីដូចគ្នាទាំងអស់អញ្ចឹងហើយមិនគេឲ្យយើងរកបាទកម្លាំងអគ្គិសនីដែលបន្ទុកនីមួយៗរងអញ្ចឹងមានន័យថាយើងរកមួយណាក៏បានដែរតម្លៃវាគឺស្មើគ្នាទេអញ្ចឹងនៅក្នុងនេះគឺខ្ញុំកែដាក់ថាយើងរកត្រង់ចំណុច C នេះកម្លាំងអគ្គិសនីដែលត្រង់ចំណុច C ទៅពេលយើងរកឃើញមួយនឹងហើយមួយនេះក៏ឃើញដូចគ្នាដែរតម្លៃវាដូចគ្នាបាទអញ្ចឹងដើម្បីយើងរកបានយើងត្រូវគូសរូបអញ្ចឹងកន្លែងនេះខ្ញុំដាក់រុញចំណុច C មកខាងនេះសិនបាទអញ្ចឹងយើងមើលកន្លែងបន្ទុក A ជាមួយនឹងបន្ទុកត្រង់ C អញ្ចឹងឃើញថាបន្ទុករបស់យើងគឺដូចគ្នាទាំងអស់ហើយបន្ទុកនេះគឺវិជ្ជមានអញ្ចឹងបើសិនជាវិជ្ជមានបាទកម្លាំងអគ្គិសនីគឺជាកម្លាំងច្រានគ្នាចេញអញ្ចឹងបើច្រានគ្នាចេញយើងអាចគូសបើយើងចង់រកត្រង់នេះយើងគូសចេញពីនេះមកគឺយើងគូសបែបច្រានចេញគឺគូសទៅខាងនេះបានប៉ុណ្ណេះមកហើយខាងនេះបើសិនជាយើងចង់គូសទៀតក៏បានដែរខាងនេះណាយើងគូសមកចេះមកអាហ្នឹងគឺក៏ច្រានចេញតែយើងមិនបាច់គូសក៏បានដែរដោយសារតែយើងអត់ត្រូវប្រើឯឡើយហ្នឹងមកបាទអញ្ចឹងអាហ្នឹងយើងតាំងវាដោយ F1 ទៅបាទមួយទៀតគឺអា B នេះជាមួយនឹង C ម្ដងអញ្ចឹងបន្ទុកវាដូចគ្នាអញ្ចឹងវាក៏ច្រានគ្នាដែរអញ្ចឹងយើងគូសបាទដាក់បន្ទាត់អញ្ចឹងគូសមកលើមកបាទយើងគូសឲ្យស្អាតអញ្ចឹងបាទប៉ុណ្ណឹងចុះហើយកន្លែងនេះយើងគូសក៏គូសមិនគូសក៏ហើយចុះហើយហ្នឹងគឺវាមកក្រោមអញ្ចឹងចានេះយើងតាំងវាដោយ F2
យើងសេវិចទៅអញ្ចឹងក៏បានដែរបាទហើយអញ្ចឹងមុំដែលគុំ F1 និង F2 មិនដែរគឺស្មើប៉ុន្មានគឺ60ដឺក្រេដូចគ្នាហេតុអីមិន60ដឺក្រេដោយសារវាជាមុំទល់កំពូលជាមួយនឹងក្រោមនេះបាទអញ្ចឹងមួយទៀតយើងត្រូវគូស F គូបកន្លែងហ្នឹងតើគូសមិនបាទអញ្ចឹងយើងត្រូវគូសចេញពីចុង F2 ឲ្យស្របជាមួយនឹង F1 អញ្ចឹងយើងគូសប៉ុណ្ណេះមកចេញពីចុង F2 ស្រប F1 ដាច់ចេញមកណាគូសអុចមកមួយទៀតគូសចេញពីចុង F1 ឲ្យស្របជាមួយនឹង F2 វិញអញ្ចឹងយើងគូសចេះបាទអញ្ចឹងពេលយើងគូសបានប៉ុណ្ណឹងហើយយើងគូសវាឲ្យចេញពីសេទៅរកកន្លែងចំណុចជួបគ្នាហ្នឹងមកហើយគូសឲ្យស្អាតទៅអាហ្នឹងគឺ S ដែលយើងត្រូវរកបាទយើងគូសបានប៉ុណ្ណឹងតោះអញ្ចឹងយើងធ្វើមិនទៀតមកដល់នេះគឺយើងគោលដៅរបស់យើងគឺរក S នេះបាទ S ហ្នឹងអញ្ចឹងតាមរូបមន្តគឺ S ស្មើនឹងរឹសទី2នៃយើងយក F1 លើកជាការ៉េបូក F2 លើកជាការ៉េបូក2គុណ F1 F2 គុណនឹងកុសតេតាអញ្ចឹងកុសតេតាយើងគឺអាប្រព័ន្ធនេះកុសប្រវែងនេះអញ្ចឹងកុសកន្លែងហ្នឹងគឺប្រហែល60ដឺក្រេអញ្ចឹងបើកុស60ដឺក្រេតម្លៃគឺស្មើនឹង 1/2 ឬក៏ 0.5 បាទវិច័យទៅ 0.5 តោះឥឡូវយើងមកមើល F1 អញ្ចឹង F1 នេះ F1 អញ្ចឹង F1 ហ្នឹងវាកើតឡើងមកពីបន្ទុករវាងគុយ A ជាមួយនឹងគុយ C បាទអញ្ចឹងយើងស្មើនឹងគុយ A គុណនឹងគុយ C ចែកជាមួយនឹង AC ការ៉េយើងយកចម្ងាយ AC ការ៉េហើយពេល F2 វាស្មើ9គុណដល់គុណ9បាទគុយ B គុណនឹងគុយ C ដោយសារយើងប្រើគុយ B និងគុយ C ចែកជាមួយនឹងចម្ងាយគឺ BC ការ៉េបាទប៉ុន្តែឥឡូវយើងមើលប្រវែង AC ប្រវែង BC នេះប្រវែងនេះនិងប្រវែងនេះគឺមិនដែរដោយសារវាជាជ្រុងនៃត្រីកោណសាមញ្ញអញ្ចឹងជ្រុងវាគឺស្មើគ្នាទាំងអស់អញ្ចឹងស្មើនឹង A ដែលតម្លៃគឺ10ឬ2សង់ទីម៉ែត្រគេឲ្យមកអញ្ចឹងយើងបំបែកទៅម៉ែត្រទៅ10ឬ2គុណ10សេគុណ10 2ម៉ែត្រមួយទៀតគឺយើងនិយាយពីគុយ A គុយ C និងគុយ B ដោយតែប្រធានគេឲ្យមកគឺបន្ទុកវាគឺមានតម្លៃស្មើគ្នាអញ្ចឹងបើស្មើគ្នាគឺម៉ែ10សេគុណ16ដូចគ្នាអញ្ចឹងតាមរយៈខាងលើនេះយើងអាចទៅសេតែមួយក៏បានហើយយើងអាចសេ F1 ស្មើ F2 ទៅបើយើងទាញរកមួយណាក៏បានតែតម្លៃចុងក្រោយគឺឃើញដូចតែគ្នាទេណាយើងជួសចូលទៅបានប៉ុណ្ណេះអញ្ចឹងឃើញ 0.45 Newton អញ្ចឹងយើងរកឃើញ F1 F2 ហើយឥឡូវយើងជួសចូលនៅក្នុង S របស់យើងអញ្ចឹង S របស់យើងរូបមន្តដើមវាស្មើ F1 បាទរឹសទី2 F1 ការ៉េបូកកន្លែងនេះ F2 ប៉ុន្តែយើងដឹងតែ F1 និង F2 ស្មើគ្នាអញ្ចឹងយើងជួស F2 ដោយ F1 មកបាទបូក 2F1 គុណនឹង F2 អញ្ចឹង F2 យើងជួសដោយ F1 គុណនឹងកុស60ដឺក្រេគឺ 1/2 បាទអញ្ចឹងកន្លែងនេះកន្លែង F1 ការ៉េហើយនឹង F1 ការ៉េនេះបាន 2F1 ការ៉េដល់ពេលអានេះបាទយើង2គុណ 1/2 នេះបាននៅសល់តែ F1 គុណ F1 អញ្ចឹង F1 គុណ F1 វាឡើង F1 ការ៉េបូកចូលគ្នាទៅគឺបាន 3F1 ការ៉េអញ្ចឹង F1 ការ៉េយើងបញ្ចេញពីរឹសទៅនៅសល់តែ F1 ឬ 3បាទអញ្ចឹង F1 យើងនេះចម្លើយគឺយើងស្មើយក 0.45 គុណជាមួយនឹងរឹស3ទៅអញ្ចឹងឃើញបាទប៉ុណ្ណឹង 0.45 ឬ 3 Newton ឬក៏យើងចង់បញ្ចេញមកមុខទៀតក៏បានដែរប៉ុណ្ណឹងអញ្ចឹងពេលយើងឃើញចម្លើយ F នឹងហើយយើងអាចឆ្លើយថាដូចនេះកម្លាំងអគ្គិសនីដែលបន្ទុកនីមួយៗរងគឺវារងប៉ុណ្ណឹងឯងមិនថាបន្ទុក A បន្ទុក C បន្ទុក B គឺរងតម្លៃប៉ុណ្ណឹងដូចគ្នាបាទដោយសារអីដោយសារតែចម្ងាយកម្លាតគ្នាស្មើគ្នាទាំងអស់ហើយមួយទៀតតម្លៃនៃបន្ទុកក៏ស្មើគ្នាទាំងអស់ដែរបាទអញ្ចឹងទៅធ្វើឲ្យកម្លាំងវាស្មើគ្នាអញ្ចឹងតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយ